ប្រុងប្រយ័ត្ន Apple ប្រមានអ្នកប្រើប្រាស់ iPhone ឲ្យបិទចោលនៅមុខងារទាំង3នេះខណៈអ្នកប្រើភាគច្រើនបើកចោលដោយមិនដឹងខ្លួន iPhone ជាទូរស័ព្ទដៃមួយដែលមនុស្សភាគច្រើននិយមប្រើប្រាស់ដោយសារតែទូរស័ព្ទមួយ model នេះមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ជាពិសេសមុខងារល្អៗនៅក្នុងទូរស័ព្ទដែលធ្វើឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកបន្តទិញប្រើរហូតមកដល់សប្តាហ៍ថ្ងៃនេះយ៉ាងណាមិញអ្នកជំនាញ Apple ក៏បានប្រាប់អំពីមុខងារមួយចំនួនដែលអ្នកប្រើប្រាស់ iPhone គួរដឹងពីព្រោះមនុស្សជាច្រើនបានមើលរំលងនៅបញ្ហាទាំងនេះនិងរឿងរ៉ាវខ្លះទៀតក៏បណ្ដាលឲ្យមានហានិភ័យដល់អ្នកប្រើប្រាស់ផងដែរដូច្នេះកុំចាំយូរអាចមកស្វែងយល់អំពីមុខងារទាំង3នេះបានមួយមុខងារ Wi-Fi និង Bluetooth សម្រាប់មុខងារនេះគឺជាមុខងារសំខាន់មួយដែលអ្នកប្រើប្រាស់ទូរស័ព្ទមិនអាចជិះបានដោយសារតែមុខងារ Wi-Fi គឺសម្រាប់ដំណើរការអ៊ីនធឺណិតដែលអាចឲ្យអ្នកប្រើប្រាស់លេងបណ្ដាញសង្គមទំនាក់ទំនងគ្នាតាមអនឡាញការសិក្សាការងារនិងអាជីវកម្មជាដើមជាពិសេសទៅដល់កន្លែងណាក៏មាននៅប្រព័ន្ធ Wi-Fi នេះដែរមុខងារ Bluetooth គឺសម្រាប់ភ្ជាប់ device ទៅ device មួយទៀតដូចជាការភ្ជាប់ទៅនឹងកាស Bluetooth បាសឬ speaker ទូរស័ព្ទទៅនឹង PC និងផ្សេងៗទៀតដែលអាចភ្ជាប់ពីរបស់មួយទៅរបស់មួយទៀតបានដូច្នេះអ្នកប្រើប្រាស់ភាគច្រើនបានបើកមុខងារទាំងពីរនេះចោលនៅតាមទីសាធារណៈដោយមិនដឹងខ្លួនក្នុងករណីនេះក្រុម hacker គឺពិតជាងាយស្រួលបន្លំចូលយកទិន្នន័យនៅក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់បានយ៉ាងឆាប់រហ័សតាមរយៈការតភ្ជាប់ system hacker ជាមួយនឹងការបើកការកំណត់របស់អ្នកប្រើប្រាស់ហើយនៅពេលដែលប្រព័ន្ធនោះស្វែងរកឃើញអ្វីមួយវានឹងភ្ជាប់ដោយស្វ័យប្រវត្តិទោះបីជាម្ចាស់ទូរស័ព្ទមិនបានស្នើសុំវាភ្ជាប់ក៏ដោយនេះគឺជាល្បិចបោកតាមប្រព័ន្ធទីសាធារណៈជាពិសេសអ្នកដែលចូលចិត្តប្រើ Wi-Fi ឬសាកថ្មនៅតាមទីសាធារណៈជាដើមហើយពួក hacker ភាគច្រើនតែងតែមានវត្តមាននៅកន្លែងសាធារណៈដូចជាហាងកាហ្វេបារនិងភោជនីយដ្ឋានជាដើមតាមមតិយោបល់ដែលល្អគួរប្រើអ៊ីនធឺណិតផ្ទាល់ខ្លួនល្អជាងនិង Bluetooth បើមិនចាំបាច់ប្រើអាចបិទចោលសិនក៏បានសម្រាប់វិធីបិទដោយអ្នកទាំងអស់គ្នាអាចចូលទៅកាន់ Setting រួចចុចយកពាក្យ Bluetooth និង Wi-Fi បន្ទាប់មកគ្រាន់តែចុចនៅលើប៊ូតុងបិទរួចជាការស្រេចពីមុខងារទីតាំង Location Serviceសម្រាប់មុខងារនេះគឺអាចបង្ហាញអំពីទីតាំងដែលយើងកំពុងស្ថិតនៅទោះយ៉ាងណាក៏ដោយអ្នកជំនាញបច្ចេកវិទ្យាប្រមានថាការអនុញ្ញាតឲ្យ hacker ចូលកម្មវិធីនឹងដឹងពីទីតាំងរបស់អ្នកប្រើប្រាស់គឺបានគ្រប់ពេលវាអាចបង្ហាញដល់ពួក hacker នៅប្រភពព័ត៌មានដ៏មានតម្លៃប្រសិនបើពួកគេអាចទទួលបានវាពីទីតាំងរបស់អ្នកជាពិសេសវាបានបង្ហាញអំពីទីតាំងដែលអ្នកបានភ្ជាប់ទៅលើកម្មវិធីណាមួយដែលអ្នកបានបើកមុខងារទីតាំងចោលគ្រប់ពេលផងដែរបើមិនចាំបាច់គួរតែបិទវាចោលដោយគ្រាន់ចូលទៅកាន់ Setting រួចចុចយកពាក្យ Privacy រួចចុចលើពាក្យ Location Service បន្ទាប់មកគ្រាន់តែចុចលើប៊ូតុងបិទរួចជាការស្រេចសូមចំណាំថាការបើក Location ចោលមិនត្រឹមតែអសុវត្ថិភាពប៉ុណ្ណោះនោះទេគឺថែមទាំងធ្វើឲ្យទូរស័ព្ទកាន់តែថ្មចុះនិងឡើងកម្ដៅផងដែរទី3ចុងក្រោយគឺ App Tracker តើអ្នកធ្លាប់ជឿជាក់ថាទូរស័ព្ទរបស់អ្នកកំពុងតែស្ដាប់អ្នកដែរឬទេប្រហែលជាអ្នកកំពុងនិយាយអំពីរបស់អ្វីមួយហើយបន្ទាប់មកភ្លាមៗនោះលេចឡើងលើអេក្រង់របស់អ្នកតាមរយៈការអូស Facebook, TikTok, IG និងបណ្ដាញសង្គមផ្សេងៗមូលហេតុនេះគឺដោយសារតែទូរស័ព្ទរបស់អ្នកកំពុងប្រមូលទិន្នន័យជានិច្ចអំពីអ្នកហើយកម្មវិធីរបស់អ្នកកំពុងប្រើប្រាស់ទាក់ទងទៅនឹងទិន្នន័យនេះនៅពេលវាបង្កើតសំណុំ Digital របស់អ្នកចាប់ពីលេខសម្គាល់ឧបករណ៍របស់អ្នករហូតដល់ឈ្មោះនិងអាសយដ្ឋានអ៊ីមែលរបស់អ្នកនិងព័ត៌មានរបស់អ្នកផ្សេងៗនៅពេលដែលអ្នកនិយាយរឿងអ្វីមួយដូច្នេះនៅក្នុងករណីអ្នកទាំងអស់គ្នាមិនស្គាល់នៅ website ណាមួយច្បាស់លាស់គួរតែកុំបំពេញនៅព័ត៌មានរបស់ខ្លួនចូលទៅឬប្រសិនបើអាចគួរតែមាន account email មួយដែលមានសុវត្ថិភាពខ្ពស់មិនងាយនរណាចូលបាននិងគួរតែមាន Apple ID ផ្ទាល់ខ្លួនជៀសវាងការប្រើរបស់គេប្រើតគ្នាដែលអាចឈានទៅដល់ការស្រង់ទិន្នន័យចេញពីកម្មវិធីណាមួយដែលយើងបាន download លើទូរស័ព្ទរបស់យើងគួរបញ្ជាក់ដែរថាចំណុចទាំង3នេះបានមិនចាំបាច់ទេគួរតែកុំបើកជាពិសេសការប្រើនៅមុខងារទាំង3នេះនៅតាមទីសាធារណៈក៏ព្រោះតែពួក hacker មានគ្រប់ទីកន្លែងដែលយើងមិនដឹងសម្រាប់អ្នកដែលប្រើទូរស័ព្ទក្រៅពី iOS ក៏អាចអនុវត្តវិធីទាំងនេះបានផងដែរអត្ថបទនេះដែរដកស្រង់ចេញពី Technology Cambodia កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេចូលរួមសម្រេចគោលដៅកាត់បន្ថយជំងឺមិនឆ្លងក្នុងពិភពលោកដើម្បីសុខភាពល្អអាយុយឺនយូរ